nè bóng phôn mưa mục mà nẹp mũi nè chuột vậy sẽ ta hướng chuột tê thế biết đang xây ngõ chẳng là thơ chiên chừng mục chừng cõi chừng mục ấy chiên tao cõi đối tặc nè thiên cho chiên lá nhà dè ê nè bóng phôn sẽ đáp mấy cái gì ra mày Từ đây một kẹo nó không phải một tầng thế nênខ្ញុំគឺជាបុគ្គលិកម្នាក់នៅក្នុងអង្គការជំនាញយុវជនឈានមុខហើយនាងខ្ញុំនៅថ្ងៃនេះគឺនាងខ្ញុំមានចិត្តរំភើបរីករាយណាស់ដែលនាងខ្ញុំបានរស់នៅក្នុងប្រទេសកម្ពុជាយ៉ាកំថានាងឯងចង់នៅប្រទេសកម្ពុជាយួនក៏វាចង់នៅដែរពេញប្រទេសកម្ពុជានោះតែមានដឹងក្បាលទេមានងាប់ហើយនៅក្នុងប្រទេសកម្ពុជាយើងគឺមានការរីកចម្រើននៅក្នុងគ្រប់វិស័យទាំងអស់រីកចម្រើនស្អីប្រជាពលរដ្ឋយំពេញផ្ទះពេញនគរមួយហត់ចោលនគរទៅរស់ស៊ីប្រទេសក្រៅផ្ញើលុយមកចិញ្ចឹមគ្រួសារហើយឯងនិយាយថារីកចម្រើនរីកក្តិតរបស់ថ្ងៃហ្នឹងណាទាំងផ្នែកសេដ្ឋកិច្ចនិងផ្នែកសង្គមហើយនាំឲ្យប្រទេសនាំឲ្យប្រជាជនយើងមានការរីកចម្រើនគ្រប់ផ្នែកទាំងអស់ហើយនាងខ្ញុំកំពុងតែលើកថាមានការធ្វើបាតកម្មបើមិនបាតកម្មមិនបានមកពីណែឯងស្ដាប់ស្ដាច់ហ៊ុនសែនបើឯងសប្ថ្ងៃនេះនេះមើលវានិយាយថាម៉េចសូម្បីតែអង្គការសហប្រជាជាតិក៏ស្រែកវាដែរអានេះបើចោលលីសូណៅហ៎លីសូអន្តរជាតិគិសែកប្រទេសខ្មែររបស់យើងសប្ថ្ងៃហ្នឹងរបៀបណាមានយល់អង់គ្លេសទេហ៎នេះភ្លើនៅថ្ងៃខាងមុខនេះនាងខ្ញុំគឺមានចិត្តខឹងនិងស្អប់ណាស់នៅការធ្វើបាតកម្មនេះពីព្រោះការធ្វើបាតកម្មនេះគឺនាំមកអំពីលួចឆ្នោតរបស់គីបើមិនឲ្យគេបាតកម្មមិនបានឯងស្ដាប់មើលស្ដាច់បែឯងសប្ថ្ងៃនេះវាសួរទូហ៊ីជំរាបសួរទូហ៊ីមានពាក្យអីដែលត្រូវផ្ដាំផ្ញើទៅលោកនាយករដ្ឋមន្ត្រីហ៊ុនសែនទេមានខ្ញុំឈ្មោះកោជុងហាអតីតអ្នកទូប្រេសជាប់ដោយមនុស្សខូចទុកលុយទៅឲ្យប៉ូលីសនៅស្រុក3សាច់ប៉ូលីសស្រុកស្វាយចាប់ខ្ញុំហើយដូច្នេះខ្ញុំសូមជម្រាបទៅលោកហ៊ុនសែនថាសូមលោកអួអូប្រាប់លឺទៅចោះចេញបើមិនគេលឹមមិនចោះចេញទេថ្ងៃក្រោយស្លាប់ដូចកាឡាពីអញ្ចឹងពីព្រោះឥឡូវបាត់អួស្ដាប់ Facebook YouTube ឥឡូវប្រជាជនខ្មែរហ្នឹងវាពិភពលោកនៅឡើងហើយដូច្នេះពួកប្រជាជនខ្មែរទូទាំងប្រទេសហើយនៅក្នុងអូស្រុកខ្មែរនៅក្រៅគឺអត់ឲ្យយួនយកដីខ្មែរបានទេហើយដូច្នេះអូប្រាប់លឺថាពួកក្បាលលឺជាខ្មែរលឺទៅចោះចេញទៅទុកឲ្យអ្នកជាប់ឆ្នោតដឹកនាំហើយដូច្នេះហើយគេក្រៅឃើញតែស្អីអីមកបើមិនជាឃើញតែយួនអីមកអីសុំឲ្យលឺសុំលោកហ៊ុនសែនឲ្យលឺទៅប្រាប់ពួកកូនខ្មែរយើងផងកុំឲ្យទៅលេងស្រីខូចយួនពីព្រោះស្រីខូចយួនកាត់អេតគឺមកស្រុកខ្មែរទៅស្រីខូចហ្នឹងនៅស្រុកយើងកាត់អេតពួករដ្ឋបាលវាចាក់ឆ្នាំឲ្យងាប់ហើយដូច្នេះមកចម្លងខ្មែរមុននឹងវាស្រីយួនហ្នឹងងាប់ទៅចម្លងខ្មែរងាប់បាន30នាក់ទៅ100នាក់ទៀតហើយដូច្នេះអួតចិត្តល្អអួតមានចិត្តប្រាប់លឺហើយដូច្នេះហើយដូចលើកពំនាំពាក្យប្រកាសទួប្រាប់ប្រជាជនខ្មែរផងប្រយ័ត្នស្រីខូចនាំអេឲ្យឆ្លងទៅកម្ពុជាគេអួតឃើញចាំទួមកឃើញកូនក្មេងកាត់អេប្រពន្ធកាត់អេប្រពន្ធហើយប្តីកាត់អេមើលទៅអួតអាណិតមែនតើអាណិតឡើងខ្វាត់ភាសាហើយលោកគួរតែដឹងហើយអ្នកអរគុណទូហ៊ីមិនមាននាងឈានមុខឈានក្រោយឈានចោះឈានឡើងក៏មកអាយ៉ាមិនមានស្ដាប់បងមួយមាញ់នេះនិយាយមើលគឺនាំឲ្យប្រទេសកម្ពុជាយើងនឹងនាំឲ្យប្រទេសកម្ពុជាយើងវាដូចមាញ់មីងបងមួយក៏ទំញាក់កំពុងនិយាយហ្នឹងតារ៉េមានភ្លើមកប្រទេសកម្ពុជាយើងមានភាពវិនិច្ឆ័យគ្រប់ផ្នែកទាំងអស់
ដូចជាសិស្សគ្មានសាលារៀន សាលាមានកន្លែងណាទឹកលិចពេញអស់ហើយនោះហើយលោកគ្រូនៅនោះកាខែស៊ីហូបមិនគ្រប់នោះហា សាលារៀនគ្មានសិស្សនិងក្រុមហ៊ុនគ្មានបុគ្គលិកហើយបុគ្គលិកគ្មានការងារធ្វើ បុគ្គលិកគ្មានការងារធ្វើរបៀបម៉េចការងារយូរមកធ្វើអស់ហើយនោះខ្មែរយើងទៅជិញទៅប្រទេសក្រៅទៅរកស៊ីចិញ្ចឹមឆ្នាំងបាយហេតុអីបានជាយើងបានជាបងប្អូនទាំងអស់គ្នាមួយចំនួនមិននិយាយមិនចង់ជិញអីហ៎វាទៅពេកហ្នឹងណានាំគ្នាមានដំណិតចាស់នាំគ្នាជិញទៅប្រទេសក្រៅរកស៊ីទុកកន្លែងឲ្យយួនវិញមានភ្លើបាតកម្មហើយនឹងខ្ញុំសូមផ្ដាំផ្ញើទៅផេកមិនបាតកម្មមិនបាននៅប្រទេសកម្ពុជាហ្នឹងគេចប់ឆ្នោតហើយយើងទៅលួចគេណែស្ដាប់ឡើងមកអូខេThe history of election manipulation, intimidation, and violence that he has no desire to see democratic power on January 20th, 2013, Mr. Brad Adams said. មកលឺណៅមីអូននិយាយអីនិយាយទៀតទៅ I love Cambodia hot new 2សុំផេកនេះកុំធ្វើឲ្យកុំបំផុសនៅរូបភាពឬសកម្មភាពដែលខុសគេបំផុសមិនដែលខុសទេមានតែឯងនឹងហើយបានខុសឯងនឹងហើយបានផនច្រឡំបំផន់កភ្នែកក្នុងប្រជាពលរដ្ឋធ្វើឲ្យប្រជាពលរដ្ឋយំស្រែកគ្មានតែសម្បែងនៅបាយមហូបក៏អត់មានកន្លែងនៅក៏អត់មានសម្រាប់វាហើយយើងថាយើងល្អទៀតល្អមិនមែនក្បាលហើយមានភ្លើមកធ្វើឲ្យបំពុលឲ្យទឹកចិត្តរបស់ខ្មែរយើងឲ្យគឺពេលនឹងហើយគ្មានណាបំពុលអ្នកណាទេកូនខ្មែរពេញមនគរគេបានយល់ច្បាស់អស់ហើយនៅនិយាយស្អីទៀតមានអាចអើយគាត់មានការឆ្លុះគ្នាទៅវិញទៅមកហើយអញ្ចឹងនាំឲ្យបងប្អូនយើងនៅក្នុងប្រទេសកម្ពុជាអ្នកឲ្យបងប្អូនឆ្លោះនឹងហើយគឺហ៊ុនសែនវាធ្លាក់ឆ្នោតហើយវានៅកាន់កាប់អំណាចទៀតវាមានអត់មានយុទ្ធធម៌សោះមានកំហឹងទៅលើគ្នាហើយមានភាពកំហឹងនឹងហើយហ៊ុនសែននឹងវាបង្កើតឲ្យខ្មែរនឹងនឹងមានកំហឹងគ្នានៅក្នុងប្រទេសតើអ្នកទាំងអស់គ្នាជាខ្មែរក៏យួនក៏ដោយឯងគ្មានដឹងអ្នកណាជាខ្មែរគ្មានអ្នកណាគ្មានដឹងអ្នកណាជាយួនទេយួននៅពេញប្រទេសឯងកភ្នែកខ្វាក់នឹងកំពុងខ្វាក់ស៊ីបាត់កភ្នែកចឹងទេហើយបានអ្នកទាំងអស់គ្នាធ្វើអញ្ចឹងដោយសារធ្វើអញ្ចឹងដោយសារអីទេដោយសារប្រជាពលរដ្ឋអត់មានយុទ្ធធម៌គេត្រូវតែទាមទារយុទ្ធធម៌ឲ្យប្រជាពលរដ្ឋអីក៏ភ្លើម្លេះស៊ីអាចទេក៏ស៊ីបាយខ្ញុំសូមផ្ដាំផ្ញើទៅក្នុងទេសូមអូខេ